ក្នុងរយៈពេលមួយឆ្នាំខ្ញុំគឺតែងតែកាត់សក់យ៉ាងណាក៏បានម្ដងដែរអ្នកទាំងអស់គ្នានិយាយទៅគឺអត់មានឆ្នាំណាដែលថាខ្ញុំអត់កាត់សក់ខ្លីទេនិយាយទៅសក់វែងសុកចឹងធំចកេះចឹងខ្ញុំកាត់ត្រឹមកយកមកប៉ុន្តែក្នុងឆ្នាំនេះគឺខ្ញុំអត់បានកាត់សក់ទេបងតែមូលហេតុគឺដោយសារតែរាល់ឆ្នាំហ្នឹងគឺសក់របស់ខ្ញុំតែងតែស្ងួតចុងរហូតហ្មងនិយាយទៅសក់ខ្ញុំពេលដុសវែងអញ្ចឹងវាឃើញស្ងួតចុងអត់ស្អាតហើយបងតែស្វ័យគឺត្រូវតម្រូវឲ្យខ្ញុំកាត់សក់ខ្លីអ្នកទាំងអស់គ្នាកាត់ត្រឹមស្មាត្រឹមករហូតប៉ុន្តែបកមកមើលលើវិញមកអាចឃើញសក់របស់ខ្ញុំបានណាគឺដុសវែងមែនតើហើយសំខាន់ healthy អត់ស្ងួតចុងទៀតដែលជាអីដែលខ្ញុំត្រូវការយូរមកមែនតើអ្នកទាំងគ្នាប៉ុន្តែអត់ដឹងថាធ្វើមិនបានសក់អញ្ចឹងតែឥឡូវហ្នឹងគឺខ្ញុំរកដំណោះស្រាយបានអ្នកទាំងគ្នានិយាយទៅខ្ញុំផល product នេះជាប់រយៈពេលមួយឆ្នាំជាងលើហើយសក់របស់ខ្ញុំវិញបងអាចមើលបានថាសមិទ្ធផលសក់របស់ខ្ញុំវាបែបម៉េចនិយាយទៅសក់វែងរលោះរលោងស្អាតអត់ស្ងួតចុងខ្ញុំស្រឡាញ់មែនតើដែល product ដែលខ្ញុំជ្រើសរើសយកមកប្រើហ្នឹងគឺជាសាប៊ូ Nutri Pair Obsidian សាប៊ូនេះគឺល្អមែនតើសម្រាប់បងដែលគាត់មានបញ្ហាសក់ស្ងួតសក់បែកចុងលេងពណ៌សក់ច្រើននិយាយទៅប្រើទៅបងអត់ខកបំណងទេខ្ញុំធានាឲ្យហ្មងព្រោះខ្ញុំប្រើបានផលអ្នកទាំងគ្នាបើខ្ញុំប្រើបានផលទេក៏ខ្ញុំអត់ចេញមកនិយាយប្រាប់អ្នកទាំងគ្នាចឹងណាបងអាចមើលសក់របស់ខ្ញុំបានទៅគឺប្រើតាំងសក់នៅត្រឹមស្មារហូតដល់ត្រឹមចង្កេះណាហើយក្នុងមួយ set គេហ្នឹងគឺមានជាមួយនឹងសាប៊ូ conditioner ជាមួយនឹង treatment ហើយក៏មានជាមួយនឹង Belo Rosa Oil ដែលបងអាចមើលក្នុងវីដេអូដែលខ្ញុំដាក់មុននឹងបានណាផលជាសាច់ចឹងខ្ញុំធានាមកបានផលលឿនមែនតើហើយសក់ស្អាតដូចសក់ខ្ញុំចឹងបងអូនដែលគាត់ចង់បានជាមួយនឹងសាប៊ូនេះបងអាចឆាតទៅ account ខ្ញុំនឹងខ្ញុំ mention បាន